ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះសំណងនាំបងប្អូនមកធ្វើ trend ប្រហិតទាំងអស់គ្នាប្រហាក់បំពើបងប្អូនគឺទឹកជាលក់ចាំបងប្អូនកុំភ្លេចមើលវីដេអូនេះរហូតដល់ចប់កុំភ្លេចជួយ like ជួយ share វីដេអូម្នាក់មួយផងអញ្ចឹងដើម្បីសំណាងខំផលិតរបៀបទី1បងប្អូនត្រូវចិត្តប្រហិតកង់អញ្ចឹងបងប្អូនចិត្តឲ្យមានរបៀបរយឲ្យប្រហិតគឺជាទៅបងឃើញបងប្អូនឃើញមើលបានវីដេអូអញ្ចឹងជាទៅមានដូចជាបន្លែសស័កនិងការ៉ុតអញ្ចឹងបងប្អូនគឺចិនយ៉ាងមកបងប្អូនដើម្បីឲ្យយើងជៀនទៅវាមានរសជាតិតគឺឆ្ងាញ់មែនតែនជាទៅបាត់បំពងគឺជាយើងធ្វើ trend ហ្នឹងគឺល្បីបងប្អូនអញ្ចឹងយើងធ្វើតាមគ្នាទៅវាមិនខុសអីទេយើងនៅតំបន់សុកសាយអញ្ចឹងណាជាទៅយើងមានតួពី3នាក់អញ្ចឹងទៅមកជួយខ្លះបើសម្បកបាត់អញ្ចឹងណាបងប្អូនបាត់ហ្នឹងគឺអស់តម្លៃ20000ជាងដល់20000ផែ25000បងប្អូន25000រៀលអញ្ចឹងណាបងប្អូនទៅផាន់គឺឆ្ងាញ់មែនតើតម្លៃគឺឲ្យអួយហ្មងចង់និយាយថាឲ្យអួយរសជាតិគឺមិនឲ្យចាញ់អ្នកលក់នៅផ្សារទេចង់និយាយចឹងបងប្អូនអញ្ចឹងបងប្អូនអាចធ្វើវិធីនេះបានហើយគឺតម្លៃគឺអស់ទៅទៀតអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនកុំមើលទៅទេសភាពគឺស្អាតមែនតើអញ្ចឹងបងប្អូនយើងថតនៅក្រោមដើមទៀតអញ្ចឹងណាបងប្អូននិយាយទៅគ្នាខ្ញុំមាន3នាក់អញ្ចឹងណាបងប្អូនអាចមើលវីដេអូនេះបានវីដេអូហ្នឹងគឺធ្វើឡើងបង្ហាញបងប្អូនទាំងអស់គ្នាសម្រាប់ឲ្យបងប្អូនធ្វើ trend ប្រហិតបែបបំពើអញ្ចឹងណាបងប្អូនអស់គ្នាយើងបំពងមកឲ្យស្រួលឲ្យឆ្ងាញ់ឲ្យនិយាយទៅឲ្យឆ្ងាញ់ចង់និយាយអញ្ចឹងណាបងប្អូនរសជាតិគឺឆ្ងាញ់យើងធ្វើតិចយើងបាញ់ចំណេញច្រើនអញ្ចឹងណាបងប្អូននិយាយទៅបងប្អូនចិត្តឲ្យស្អាតបកឲ្យស្អាតចឹងមកបងប្អូនឲ្យចិត្តវាមានអ្នកចិត្តចឹងណានិយាយទៅចិត្តវាប្រឆាត់ទៅឲ្យមានកាន់តែអូយនិយាយទៅអាដែរណែឲ្យវាកាន់តែមានភាពស្អាតតាក់ទាញពេលយ៉ាងញ៉ាំទៅលើសទៅគ្រប់ជឹងនិយាយថាជាតិនេះបងប្អូននេះលើគ្រីមម្ដងទៀតហើយចឹងបញ្ចូលសលេងគឺគ្រីមម្ដងទៀតហើយបងប្អូនគឺអីអែមហ្មងចង់ថាអីអែមឲ្យអ៊ុយគឺអីអែមបងប្អូនគេតែខ្ញុំឃ្លាមម្ដងទៀតថាបងប្អូនអស់គ្នាសម្រាប់ធ្វើ trend ហត់ហ្នឹងវាមិនស្រួលតែបងប្អូនយើងចំណាយពេលវេលាយើងថតរយៈពេល2ម៉ោងជាងអញ្ចឹងបងប្អូននេះដល់វគ្គចិត្តលើដល់វគ្គចិត្ត live បងប្អូនអញ្ចឹងបងប្អូនចិត្តប្រឆាត់អញ្ចឹងចិត្តមើលក៏បានដែរបើសម្រាប់បងប្អូនចូលចិត្តហ្នឹងសំខាន់ខ្ញុំជួយចិត្តបែបណាអញ្ចឹងខ្ញុំឲ្យក្រុមការងារគាត់ចិត្តអញ្ចឹងមកបងប្អូនចិត្តអញ្ចឹងមកហើយនេះគឺជាក្មេងតូចរបស់ខ្ញុំអញ្ចឹងគាត់មកមើលអញ្ចឹងគាត់រៀនមើលពេលទីនេះអញ្ចឹងជួយគ្នាការងារអញ្ចឹងបងប្អូនយកបាត់ធម្មតាអញ្ចឹងណាពេលនៃតនេពីការងារទៅណាពេលខ្លះក៏អត់បានធ្វើទៅមួយខែធ្វើបានពី3ដងទៅខ្លះក៏ខ្ជិលឡើយខ្ញុំចិត្តប្រឆិតវិញដោយសារខ្ញុំចិត្តអញ្ចឹងចិត្តអញ្ចឹងអ្នកបងប្អូនចិត្តមិនក៏បានដែរសម្រាប់បងប្អូនក៏ចូលចិត្តអញ្ចឹងណាបងប្អូនជួយចិត្តយ៉ាងវិញហើយទៅសុភាពគឺលោកឯងភាពស្អាតគេទៅសិក្សាគឺស្អាតមែនតើអញ្ចឹងណាគឺទៅសុភាពបែបសុកសាយអានេះគឺជាដើមទៀតអញ្ចឹងយកទៅសុភាពឡើងហ្នឹងគឺសិនឲ្យមើល background ទៅវាភាពស្អាតអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនឲ្យចិត្តthêmនឹងហើយនិយាយទៅមានអ្នកចិត្តបន្លែហើយយកទៅដាក់ចឹងអួយមិនហ្មងចង់និយាយថាអ្នកចិត្តក៏ស្រួលនិយាយទៅយើងមានការងារអញ្ចឹងយើងចែកគ្នាធ្វើទៅយើងឆាប់បានញ៉ាំអញ្ចឹងណាបងប្អូននិយាយទៅផាត់របស់យើងគឺមានពណ៌លឿងហើយនិងពណ៌កាឈូកនិយាយទៅភីងហ្មងចង់និយាយថាភីងអ្នកអាយនិយាយទៅមានខ្មៅពណ៌ឈូកហើយនិងក្រហមមួយអ្នកជិះនឹងក៏ស្អាតដែរអញ្ចឹងបងប្អូននិយាយទៅយើងអាចបង្កើតជាវីដេអូ vlog កំប្លែងវាសម្រាប់បងប្អូនទស្សនាអញ្ចឹងអាច comment ហើយនឹង share ជួយ share មកបើតបីសំណាននឹងផលិតវីដេអូថ្មីសម្រាប់បងប្អូនទស្សនាឥឡូវបន្លែយើងមានតែការ៉ុតហើយនិងសក់ទេនិយាយទៅបន្លែវាថ្លៃបងប្អូនហើយគឺនៅពេញក្រវានិយាយទៅវាថ្លៃមួយកម្រិតដែរណាគឺតាមជនបទទីផ្សារឬនៅភ្នំគឺតែខ្ញុំមិននៅភ័យភ្នំគឺខ្ញុំនៅស្រុកស្ដាយអញ្ចឹងបងប្អូនគឺទៅទេសភាពក៏មិនចាញ់គេប្រហែលដែរចង់និយាយថាអញ្ចឹងបងប្អូនតែដល់វគ្គចិត្តសក់ហើយនិយាយទៅសក់នឹងមាន3ផ្លែ អ
ហើយគាត់តែមានតែផ្លែតែនិយាយទៅខ្ញុំចូលចិត្តញ៉ាំបន្លែអញ្ចឹងយើងចិត្តដាក់បន្លែច្រើនមកបើមានស្លៃគោមានអីប៉េងប៉ោះអីសម្រាប់បងប្អូនចូលចិត្តបងមានដាក់មកនិយាយថាគឺឲ្យអួយនិយាយទៅបងត្រេនហ្នឹងគឺល្បីយូរហើយតែខ្ញុំធ្វើក្រោយគេខ្ញុំអត់មានពេកគឺយើងចេញវីដេអូម្ដងកុំឲ្យបងប្អូនគាត់ធុញអញ្ចឹងកុំភ្លេចជួយ like ជួយ share វីដេអូអ្នកមួយផងអញ្ចឹងបងប្អូនជឿទៅគឺអែមហ្មងចង់និយាយថាគឺអែមហើយវីដេអូនេះគឺយើងធ្វើទឹកជ្រលក់ផងណាចឹងបងប្អូនអាចមើលវីដេអូនេះរហូតដល់ចប់ហើយកុំភ្លេចជួយ like ជួយ share វីដេអូម្នាក់មួយផងអញ្ចឹងណាដើម្បីសំណាងនឹងផលិតវីដេអូថ្មីសម្រាប់បងប្អូនទស្សនាអញ្ចឹងទៅនិយាយទៅគឺថាអួយហ្មងចង់និយាយអញ្ចឹងហើយប្រទេសស្រុកយើងក៏វាពិបាកដែរសេដ្ឋកិច្ចក៏វាធ្លាក់អូនិយាយទៅពិបាកមែនតើបើយើងខំផលិតមាតិកាចឹងទៅមានបងប្អូនជួយ like ជួយ share ហើយបើ Facebook នឹងវាគ្រប់ follow គ្រប់នីតិយើងអាចស្នើរលួយបានហើយដោយសារយើងមានអ្នកកាន់ឬក៏យើងចង់កាន់ខ្លួនឯងក៏បានដែរចឹងបងប្អូនហើយផលិតវីដេអូថ្មីទៅបងប្អូនគាត់ក៏ចិត្តមើលយ៉ាងហ្នឹងចឹងហើយក្មេងៗក៏ចូលចិត្តមើលដែរយើងផលិតជាកំប្លែងអប់រំចឹងទៅបងប្អូនសម្រាប់បងប្អូនគាត់ទស្សនាចូលចិត្តចឹងទៅហើយយើងពេលតំណេទៅបានខ្ញុំធ្វើពេលអត់តំណេក៏ខ្ញុំធ្វើដែរដោយសារខ្ញុំតែពីការសិក្សាចឹងទៅផលិតឲ្យបងប្អូនទស្សនាឥឡូវដល់វគ្គធ្វើទឹកជ្រលក់ឲ្យបងប្អូនជាប្រហិតខ្ញុំច្រឡំដល់វគ្គជាប្រហិតតែដូចបងប្អូនឃើញក្បាលវីដេអូចឹងណាបងប្អូនតោះមកយើងដាក់ខ្លាញ់ឲ្យក្តៅហើយបានយើងដាក់ប្រហិតចូលឥឡូវប្រហិតយើងដាក់បានមួយទេយើងដាក់មួយសិនក៏បានម្លេះមកតើមកយើងដាក់ផាត់ពណ៌លឿងអញ្ចឹងណាបងប្អូនគឺបំពៅពីរដងវីដេអូនោះគឺវែងអញ្ចឹងពេកផ្លេចជួយ like ជួយ share វីដេអូម្នាក់មួយផងអញ្ចឹងណាបងប្អូនហើយនិយាយថាវាឲ្យអួយហ្មងចិត្តបងប្អូនចិត្តឆាត់ប្រឆាត់មកហើយសម្រាប់បងប្អូនចិត្តគិតជាមកក៏បានដែរអញ្ចឹងណាបងប្អូនពីចិត្តទៅពេលវាស្រួយវាចេញព្រៀងមកគឺពេញស្អាតស្អាតគ្រូស៊ូដែរចឹងនិយាយថាខ្ញុំមករកសន្មតិអីទៅវីដេអូហ្នឹងគឺងាយស្រួលបងប្អូនអញ្ចឹងបងប្អូនអាចធ្វើតាមវីដេអូសំណាងបានតែគ្រឿងផ្សំមិនពិបាកទេរបៀបធ្វើទឹកជ្រលក់អញ្ចឹងបងប្អូនមើលរហូតដល់ចាប់ណាហើយនេះគឺជាយើងដល់វគ្គជាប្រហិតហើយជៀនចាប់ក្រៀនតិចហើយយើងចាប់តាមតែវាអញ្ចឹងបងប្អូនកុំឲ្យវាខ្លោចពេលយើងខ្លោចយើងស៊ីឈ្ងុយវាអត់ឆ្ងាញ់ទេអញ្ចឹងបើហើយយើងស៊ីបានដល់ញ៉ាំស្រួយក្តៅអញ្ចឹងណាបងប្អូនហើយចំណាយធ្វើប្រហិតហ្នឹងវាអស់20000ជាងដែរអញ្ចឹងណាបើប្រហិតយើងត្រូវការទិញទេបើឡាយក៏យើងទិញដែរបើយើងដាំខ្លួនឯងក៏ស្រួយទៅតែខ្ញុំដាំដែរតែវាមិនតល្អអញ្ចឹងណាបងប្អូនគឺជាប្រហិតហើយផាត់ប្រហិតវែងក៏ពីអង់គ្លេស soft stack ហ្នឹងប្រហិតហ្នឹងឯងហើយប្រហិតឈីចឹងណាបងប្អូននេះដល់វាឆ្អិនហើយនេះគឺចាំវាស្រាប់ដល់ស្រួយហើយក៏ជាម៉ូតកាយអួយកាគឺក៏ស្អាតមែនតើអញ្ចឹងប្រហិតនេះយើងធ្វើបែបខ្ជូតគួរឲ្យស្រឡាញ់ហើយយើងចូលចិត្តញ៉ាំតែម្ដងឥឡូវលើចាប់ដើមឆ្អិនហើយយើងចាប់ដើមដាក់ឆ្លាយអញ្ចឹងណាបងប្អូនដើម្បីវាស្រក់ខ្លាញ់អាហ្នឹងយើងឲ្យរងហ្នឹងហើយយើងស្រក់ខ្លាញ់ដើម្បីឆ្លានហើយឥឡូវជាទៅមានកូនក្មេងអញ្ចឹងណាបងប្អូននិយាយទៅគឺទៅផាត់យើងគឺបានឆ្អិនរួចរាល់ហើយអញ្ចឹងណាបងប្អូនឆ្អិនហើយបងប្អូននិយាយថាគឺឆ្ងាញ់មែនតើចង់និយាយថាខ្ញុំឥឡូវយកបញ្ចូលអញ្ចឹងខ្ញុំឃ្លានម្ដងទៀតហើយបងប្អូនទៅទីតាំងទៅនៅភូមិកញ្ចោមអញ្ចឹងណាបងប្អូនទៅស្ភីគឺស្អាតមែនតើអញ្ចឹងបងប្អូនឥឡូវយើងចាប់ដើមធ្វើទឹកជ្រលក់ប្រហិតហ្នឹងព្រោះយើងដាក់ស្ករពីអញ្ចឹងបងប្អូនមានប៊ីចេងបើមានកោសក៏យើងដាក់ដែរយើងលាយវាតិចទៅឲ្យវាឆ្ងាញ់អញ្ចឹងហើយកោស្ករអញ្ចឹងតែយើងស្ករហ្នឹងមានអំបិលប៊ីចេងទេឆាអញ្ចឹងហើយជាកោអញ្ចឹងមកឲ្យឈ្ងុយហើយតមកទីយើងចាក់ទឹកម្ទេស
ទឹកសៀងតែញ៉ាំបានដាក់តមតេចឹងហើយសូរ៉េដល់គ្នាចឹងបងប្អូនធ្វើតាមសំណាងមកហើយកោវាតឆ្អិនណាបងប្អូនបានទៅអាចយើងញ៉ាំជាមួយនឹងប្រហិតមិញចឹងបងប្អូនថងនិយាយថាគឺអួយរសជាតិគឺអែមនេះចែងក៏សចឹងណាយើងចាក់ទីមកសម្រាប់បងប្អូនចូលចិត្តចឹងបងប្អូនដាក់ច្រើនកាន់តែឆ្ងាញ់ហើយកាន់តែជាតិតែខ្ញុំឃ្លីមដល់ទៀតណាបងប្អូនពេលខ្ញុំចូលស្លេងចឹងថាទឹកសៀងបងប្អូនគឺឆ្ងាញ់មែនតើប្រដេតែយើងដាក់បន្តិចទៅបានហើយបងប្អូនអរគ្នាហើយគាត់ហាច់ចោលហើយមិនតិចយើងគាត់បាក់ហើយក៏ដូរនេះហើយទៅអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនអាចធ្វើតាមសំណាងបានងាយស្រួលញ៉ាំបានអញ្ចឹងណាបងប្អូនញ៉ាំបានគ្រួសារបងប្អូនកូនក្មេងជាមួយក្មួយញ៉ាំហ្នឹងជួយធ្វើគ្នាឲ្យចាំបានញ៉ាំដល់អស់គ្នាតែបងគ្រូបងដូចគ្រួសារអញ្ចឹងដែរអញ្ចឹងបងប្អូនហើយក៏ទឹកសៀងចាប់តាមឆ្អិនហើយអញ្ចឹងបងប្អូនអូរសជាតិគឺឈ្ងុយយើងកូនក្រហមហើយអញ្ចឹងបងប្អូនហើយពេលយើងញ៉ាំក្តៅអូចង់និយាយថាជាតិមែនតើស្ដីអ្នកនរគ្នាថ្ងៃនេះខ្ញុំធ្វើត្រែមប្រហិតបងប្អូននឹងឃើញមើលអ្នកគ្នាថ្ងៃនេះសំណាងនាំបងប្អូនមកធ្វើត្រែមប្រហិតទាំងអស់គ្នាអញ្ចឹងបងប្អូនឃើញបន្លែយើងហើយយើងនឹងការ៉ុតនិងសាក់អញ្ចឹងនៅសុកសាយយើងអត់ទៅមានបន្លែអីគ្រប់គ្រាន់ដោយយើងនៅទីក្រុងទេអញ្ចឹងណាបងប្អូននេះគឺទឹកជាទឹកជ្រលក់អញ្ចឹងចាំមើលវីដេអូពេញណាខ្ញុំចេញដាក់នៅក្បាលនៅចុងកតុយវីដេអូអញ្ចឹងបងប្អូនអាចមើលបានរសជាតិគឺថាឲ្យអួយអញ្ចឹងណាអញ្ចឹងខ្ញុំញ៉ាំឲ្យបងប្អូនទាំងអស់គ្នានេះប្រហិតស្រួយខ្ញោមបងចង់ថាស្រួយគឺឆ្ងាញ់រសជាតិគឺឲ្យអួយអញ្ចឹងទីមុននឹងត្រសក់គឺឆ្ងាញ់បងទីមុននឹងក្របដងមកមកដាក់មកហូបទៅលើស៊ីមកធ្វើដៃឲ្យឆ្ងាញ់តែធ្វើស៊ីបរោទៅដៃទៀតឆ្ងាញ់បងចឹងមានប្រហិតពណ៌ប្រហិតពណ៌លឿងអាចចំបើឆ្ងាញ់គេຕົកនៅលើដល់គេថាយ៉ាអូយឆ្ងាញ់គេធ្វើថ្ងៃយេហោវិញឆ្ងាញ់យើងគួរតែក្បាលឲ្យគេដាក់ចឹងថាឆ្ងាញ់បងឆ្ងាញ់តែមួយនឹងត្រសក់ទៀតភាពក្តៅឆាកសម្រាប់ខ្ញុំធ្វើប្រហិតត្រែនមិញបងប្អូនអូយនិយាយថាគឺឆ្ងាញ់អត់ឃើញក្មួយឆ្ងាញ់ដៃកូនថាលះទៅឆ្ងាញ់អត់ឃើញក្មួយឆ្ងាញ់អរគុណបងណា